ជារកចំណូលបានជិត $4,000 លានអាមេរិកពីវិស័យទេសចរអន្តរជាតិនៅក្នុងឆ្នាំ 2025 កន្លងទៅដែលនេះបង្ហាញអំពីការកើនឡើង 3% បើធៀបនឹងឆ្នាំ 2024 ខណៈដែលចំនួនភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជានៅក្នុងឆ្នាំ 2025 បានធ្លាក់ចុះ 16.9% នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជាយោងតាមរបាយការណ៍របស់ក្រសួងទេសចរកម្ពុជាបានដឹងថានៅក្នុងឆ្នាំ 2025 កន្លងទៅចំនួនភ្ញៀវជនបរទេសចូលមកទស្សនាកម្ពុជាមានចំនួន 5 កដកសញ្ញា 56 លាននាក់ធ្លាក់ចុះពី 6.7 លាននាក់ក្នុងឆ្នាំ 2024 ក្នុងនោះភ្ញៀវទេសចរជនជាតិវៀតណាមបានឈរលំដាប់ទី 1 ភ្ញៀវទេសចរជនជាតិចិនឈរលំដាប់ទី 2 និងជនជាតិថៃលំដាប់ទី 3បើតាមក្រសួងទេសចរបានដឹងថាទេសចរនៅក្នុងស្រុកបានបន្តមានកំណើន 11.7% ដែលបានកើនឡើងដល់ 25.2 លាននាក់រាជធានីភ្នំពេញឈរនៅលំដាប់ទី1ដែលជាតំបន់ទទួលភ្ញៀវទេសចរច្រើនជាងគេដោយមានសមាមាត្រ 39.7% នៃទេសចរនៅក្នុងស្រុកសរុបនិងតំបន់ឆ្នេរលំដាប់ទី2ដោយមានសមាមាត្រ 37.4% បន្ទាប់មកខេត្តសៀមរាបនៅលំដាប់ទី3ដែលមានសមាមាត្រ 12.8% និងតំបន់អេកូទេសចរលំដាប់ទី4របាយការណ៍ដដែលបានដឹងទៀតថាភ្ញៀវទេសចរអន្តរជាតិតាមផ្លូវឱកាសបានកើនឡើង 19.2% ខណៈដែលតាមផ្លូវគោកនិងផ្លូវទឹកធ្លាក់ចុះ 37% ដែលធ្វើឲ្យសមាមាត្រនៃភ្ញៀវអន្តរជាតិតាមផ្លូវអាកាសកើនដល់ 51.3% នៃភ្ញៀវអន្តរជាតិសរុបបើតាមលោកតុបសុភ័ក្ររដ្ឋលេខាធិការក្រសួងទេសចរបានមានប្រសាសន៍ថាឧស្សាហកម្មទេសចរនៅលើពិភពលោកនៅក្នុងឆ្នាំ 2025 រកបានចំណូលសរុប $1.9 ទ្រីលានអាមេរិកពីភ្ញៀវទេសចរអន្តរជាតិសរុបចំនួន 1,523 លាននាក់ក្នុងនោះទ្វីបអឺរ៉ុបទទួលបានទេសចរអន្តរជាតិសរុប 793.5 លាននាក់កើនឡើង 3.8% ទ្វីបអាស៊ីនិងប៉ាស៊ីហ្វិកទទួលបាន 330.7 លាននាក់កើនឡើង 6.3% ទ្វីបអាមេរិកទទួលបាន218.1 លាននាក់កើនឡើង 0.6% ទ្វីបអាហ្វ្រិកទទួលបាន 81.3 លាននាក់កើនឡើង 7.8% និងមជ្ឈិមបូព៌ាទទួលបាន 99.8 លាននាក់កើនឡើង 3.3% លោកហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានមានប្រសាសន៍ថាវិស័យទេសចរកម្ពុជាជាវិស័យអាទិភាពមួយនៃខឿនសេដ្ឋកិច្ចជាតិដែលត្រូវបានសម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនប្រសិទ្ធនាមថាជាមាសបៃតងព្រមទាំងភ្ជាប់ជាមួយនឹងពាក្យស្លោកថាទេសចរដើម្បីទាំងអស់គ្នាដើម្បីទេសចរដែលក្នុងរយៈពេលជាង2ទសវត្សរ៍កន្លងមកនេះបានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់និងដោយប្រយោលជំរុញការនាំចេញទៅនឹងកន្លែងទាក់ទាញការវិនិយោគទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិចូលរួមកាត់បន្ថយភាពក្រីក្រជំរុញការលើកចិត្តផ្ដល់អំណាចដល់សហគមន៍និងគាំទ្រដល់ការអភិរក្សធនធានវប្បធម៌ធម្មជាតិនិងបរិស្ថានជាពិសេសចូលរួមចំណែកនៅក្នុងការកសាងកម្ពុជាឲ្យមានភាពប្រកួតប្រជែងខ្ពស់និរន្តរភាពនិងបរិយាបន្ន